ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរក៏ខ្ញុំបានមកចេញធ្វើមុខម្ហូបបងប្អូនអត់ដែលបានធ្វើមុខម្ហូបទេបងប្អូនតែថ្ងៃនេះបានចេញមុខម្ហូបបងប្អូនតែកំពុងតែធ្វើគ្រឿងបងប្អូនថ្ងៃនេះបានហាន់គ្រឿងឆាកលក្រៃបងប្អូនឆាសាច់មាន់កលក្រៃបងប្អូនហើយពេលនេះដែរកំពុងតែហាន់ចក្រីវាឲ្យបានច្រើនបន្តិចបងប្អូនព្រោះយើងសាច់មាន់តិចយើងដាក់ចក្រីឲ្យបានច្រើនបន្តិចណាបងប្អូនហើយសម្រាប់មួយទៀតយើងធ្វើវាហាន់វាច្រៀងជំនាញអញ្ចឹងទៅបានយើងហូបទៅរៀងឆ្ងាញ់បងប្អូនព្រោះខ្ញុំឃើញបងក៏ដៃចាស់គាត់អ្នកធ្វើម្ហូបជំនាញគាត់ហាន់អញ្ចឹងដែរហើយខ្ញុំបានឃើញគេធ្វើក៏ខ្ញុំនឹងក៏យកមកធ្វើតាមគេដែរបងប្អូនខ្ញុំអត់សូវចេះដែរប្រហែលទេខ្ញុំចេះអត់សូវចេះធ្វើម្ហូបទេកុំប្រកាន់អីការពិតទៅនោះគាត់តែខ្ញុំចេះចេញវីដេអូឲ្យបងប្អូនមើលគីឡូអត់មានវីដេអូអីផុសឲ្យបងប្អូនមើលណាបងប្អូនបើសិនជាមុខម្ហូបនេះវាខុសត្រូវអីកន្លែងណាឆ្កងកន្លែងណាអីក៏ជួយខន្តីអភ័យទោសឲ្យខ្ញុំផងណាបងប្អូនព្រោះខ្ញុំមិនសូវចេះធ្វើម្ហូបប្រហែលដែរទេកាន់តែនេះក៏ហាន់កុលចក្រីកុលអីហើយបងប្អូនហាន់ហើយក៏វែករយលក្រូចបងប្អូនលក្រូចនេះលក្រូចហ្នឹងយើងទិញគេមកមួយថ្ងៃហើយតែកិនឥឡូវវារៀងឆ្វិតបន្តិចដែរបងប្អូនតែយើងអត់ហាន់ទេខ្ញុំអត់ហាន់ទេខ្ញុំចំណុករើសវាចោលបងប្អូនខ្ញុំអត់ហាន់ទេហើយឥឡូវនេះដែរក៏ទៅយកខ្ទឹមយកមកដំបងប្អូននេះគ្រឿងផ្សំមកខ្ញុំហ្នឹងបងប្អូនគ្រឿងផ្សំហ្នឹងខ្ញុំដាក់កុលខ្ទឹមអញ្ចឹងខ្ញុំដំកុលខ្ទឹមដាក់ឲ្យវាដាក់ជាមួយគ្នាហើយអស់ខ្ញុំផ្សំគ្រឿងផ្សំអីហើយអស់ដាក់ក្នុងចានហ្នឹងតែមួយចានហើយអស់បងប្អូនព្រោះដោយសារតែខ្ញុំកូនតូចចឹងខ្ញុំធ្វើគ្រឿងធ្វើអីដាក់មួយចានហ្នឹងហើយទៅដើម្បីខ្ញុំយកទៅដាក់ក្បែរចក្រានខ្ញុំចាប់ផ្ដើមឆាតែម្ដងបងប្អូនព្រោះដែលយើងកូនតូចបើយើងនៅធ្វើម្ដងមួយមុខអត់បានទេបងប្អូនដែលយើងអង្គុយធ្វើវាហើយអស់គ្រឿងហើយអស់ហាន់សាច់ហាន់អីហើយអស់បានយើងបានយកទៅធ្វើបងប្អូននេះក៏ហើយដែរបងប្អូនហើយគ្រឿងហើយឥឡូវយកមកហាន់សាច់មាន់ម្ដងបងប្អូនកាប់សាច់មាន់ម្ដងនេះសាច់មាន់នេះខ្ញុំទិញគេ5000បងប្អូនសាច់មាន់ប៉ុណ្ណឹង5000ណាបងប្អូនវាថោកគួរសមដែរវាមិនថាថ្លៃពេកទេបងប្អូនប៉ុណ្ណឹងយើងអាចទទួលយកបានបងប្អូនប៉ុណ្ណឹង5000គ្រួសារខ្ញុំប្រហែលអ្នកហ្នឹងខ្ញុំហូបគ្រប់ហើយបងប្អូនកូនតូចខ្ញុំប្រហែលអ្នកកូនតូចខ្ញុំ3នាក់4នាក់5នាក់ទាំងប្តីខ្ញុំនិងខ្ញុំបងប្អូនតែប៉ុណ្ណឹងក៏ខ្ញុំហូបគ្រប់ដែរបងប្អូនគ្រួសារខ្ញុំទិញម្ហូបនឹងតែ5000គ្រប់ហើយតែខ្ញុំអត់មានត្រូវការច្រើនទេតែបើមានច្រើនហូបច្រើនមានតិចហូបតិចតាមស្ថានភាពបងប្អូនព្រោះយើងអត់លុយយើងហូបតិចមានលុយយើងហូបតាមគួរសមចឹងដែរណាបងប្អូនហើយអានេះក៏ហាន់